ដើម្បីបង្ហាញថាមនុស្សអាចមានជីវិតអមតៈអ្នកវិទ្យាសាស្ត្របានយកខ្សែសរសៃប្រសាទខ្វាត់ខ្វែងមកភ្ជាប់ទៅនឹងខួរក្បាលរបស់ខ្លួនហើយរៀបចំបញ្ជូនស្មារតីរបស់ខ្លួនទៅក្នុងប្រព័ន្ធបណ្ដាញខ្លៅប៉ុន្តែដើម្បីធានាថាស្មារតីអាចទាញយកត្រឡប់មកពេលបញ្ជូនស្មារតីអ្នកវិទ្យាសាស្ត្របានផ្ដាំផ្ញើមិត្តរួមការងារយ៉ាងម៉ត់ចត់ថាក្រោយពេលស្មារតីខ្ញុំឡើងទៅហើយត្រូវតែទាញយកត្រឡប់មកវិញក្នុងរយៈពេល30នាទីបើមិនអីចឹងទេស្មារតីខ្ញុំនឹងវិលវិញមិនរួចឡើយហើយត្រូវជាប់នៅក្នុងខ្លាយរហូតហើយកុំបារម្ភអីឲ្យតែការពិសោធន៍ជីវិតអមតៈជោគជ័យខ្ញុំនឹងទាញយកភ្លាមដើម្បីនាំស្មារតីឯងត្រឡប់មកក្នុងខ្លួនវិញឃើញមិត្តរួមការងារធានាយ៉ាងម៉ឺងម៉ាត់បែបនេះអ្នកវិទ្យាសាស្ត្រក៏ទុកចិត្តឲ្យគេចាប់ផ្ដើមបញ្ជូនស្មារតីឡើងទៅចាប់ផ្ដើមទៅជំហានដំបូងនៃជីវិតអមតៈរបស់មនុស្សជាតិប្រព័ន្ធចិត្តដំណើរការញែកស្មារតីចាប់ផ្ដើម19 8ខណៈដែលស្មារតីរបស់អ្នកវិទ្យាសាស្ត្រត្រូវបានញែកនិងបញ្ជូនឡើងទៅបន្តិចបន្តួចប៉ុន្មានរាងកាយរបស់គេក៏លែងមានសញ្ញាជីវិតពិតណាស់វាមិនមែនមានន័យថាគាត់ស្លាប់នោះទេប៉ុន្តែវាជាស្មារតីរបស់គាត់បានទៅដល់ប្រព័ន្ធអ៊ីនធឺណិតខ្លៅរួចរាល់ហើយតែស្ថិតក្នុងទម្រង់ជាស្មារតីនៅក្នុងបណ្ដាញខ្លៅឈិនយានគ្មានដៃគ្មានជើងឡើយហើយក៏គ្មានដង្ហើមដែរនៅជុំវិញខ្លួនមានតែភាពងឹតសូន្យមានតែព័ត៌មានអ៊ីនធឺណិតរាប់មិនអស់នៅខាងមុខតែហូរដូចទឹកធ្លាក់ឃើញបែបនេះឈិនយានក៏ដឹងភ្លាមថាគឺស្មារតីរបស់ខ្លួនត្រូវបានបញ្ជូនឡើងដោយជោគជ័យហើយខ្ញុំធ្វើបានហើយចៅមីងមើលចុះខ្ញុំចូលមកក្នុងប្រព័ន្ធខ្លៅពិតមែនហើយអបអរសាទរផងឈិនយានខ្ញុំពិតជាត្រេកអរជំនួសឯងណាស់ចៅមីងឯងប្រញាប់បញ្ជាទាញយកខ្ញុំត្រឡប់ទៅវិញភ្លាមទៅស្មានតែចៅមីងលះហើយនឹងប្រញាប់ធ្វើតាមតែលទ្ធផលគឺឈិនយានរងចាំយ៉ាងយូរក៏នៅតែគ្មានការឆ្លើយតបណាមួយពីចៅមីងឡើយបញ្ជាទាញយកមកវិញទៅចៅមីងឯងខ្ញុំនិយាយទេទៅវិញចៅមីងធ្វើពុតជាមនុស្សអ្វីទាំងអស់គេគ្រាន់តែដើរចេញទៅក្រៅបន្ទប់ពិសោធន៍យ៉ាងស្ងប់ស្ងាត់ទូរស័ព្ទទៅមន្ទីរពេទ្យមែនទេចាស់បាត់មែនហើយខ្ញុំមានមិត្តរួមការងារម្នាក់ស្រាប់តែស្លាប់ខួរក្បាលភ្លាមជួយប្រញាប់មកសង្គ្រោះបន្ទាន់ផងចាស់បាត់សូមកុំបារម្ភអីពួកយើងនឹងទៅដល់ឲ្យបានលឿនបំផុតមិនយូរប៉ុន្មានក្រុមគ្រូពេទ្យក៏បានមកដល់បន្ទប់ឃើញរាងកាយរបស់ឈិនយានរឹងកំប្រឹងដូចជាសាកសពគ្រូពេទ្យក៏ប្រញាប់ពិនិត្យឲ្យគាត់ភ្លាមចង្វាក់បេះដូងនិងសម្ពាធឈាមនៅមាននៅឡើយមិនទាន់អាចសន្និដ្ឋានថាស្លាប់បានទេដូចជាកំពុងសន្លប់ជ្រៅឬស្ថិតក្នុងសភាពជាមនុស្សរុក្ខជាតិច្រើនជាងមិនពិតទេគាត់ស្លាប់ខួរក្បាលបាត់ទៅហើយគាត់មិនទាន់ស្លាប់ខួរក្បាលទេគាត់គ្រាន់តែបាត់បង់ស្មារតីប៉ុណ្ណោះពួកយើងត្រូវបញ្ជូនគាត់ទៅបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមើលថាតើអាចសង្គ្រោះជីវិតគាត់បានឡើងវិញដែរទេនិងគិលានុបដ្ឋាយិកាក៏បានសែងរាងកាយរបស់ឈិនយានឡើងលើឡានសង្គ្រោះបន្ទាន់ចំណែកឯឈិនយានដែលស្ថិតក្នុងប្រព័ន្ធចៅមីងនៅតែមិនព្រមទាញយកខ្លួនត្រឡប់ទៅវិញគេស្មានថាចៅមីងមនុស្សសម្លេងស្រែកហាយរបស់ខ្លួនដើម្បីសង្គ្រោះខ្លួនឯងគេក៏ខំប្រឹងវាយសម្រុកលើជញ្ជាំងប្រព័ន្ធខ្លៅយ៉ាងខ្លាំងក្នុងបំណងបង្កើតជាអក្សរដើម្បីឲ្យចៅមីងឃើញសារសុំជំនួយរបស់ខ្លួនចៅមីងខ្ញុំចង់រស់នៅប្រញាប់ទាញខ្ញុំត្រឡប់ទៅវិញភ្លាមទៅខ្ញុំត្រឡប់ទៅវិញទៅសូមទោសផងឈិនយានមិត្តសម្លាញ់ដ៏ល្អរបស់ខ្ញុំពិភពលោកនេះត្រូវការស្ថាបនិកជីវិតអមតៈតែម្នាក់គត់ហើយម្នាក់នោះគឺមានតែរូបខ្ញុំម្នាក់គត់រីឯនៅខាងមន្ទីរពេទ្យវិញសារតែស្មារតីរបស់ឈិនយានត្រូវបានទាញយកត្រឡប់មកក្នុងរាងកាយបេះដូងរបស់ឈិនយានក៏បានឈប់លោតបាត់ទៅហើយមន្ទីរពេទ្យបានប្រកាសជាផ្លូវការថាឈិនយានបានស្លាប់ហើយសពរបស់គាត់ត្រូវបានបញ្ជូនទៅបូជាភ្លាមហើយคล้ายជាភេសឆ្អឹងមួយកែវគាត់ចង់បិទភ្នែកគេងលក់ដើម្បីគេចវេះពីការពិតតែគាត់គ្មានភ្នែកឡើយគាត់ចង់បោកក្បាលសម្លាប់ខ្លួនឲ្យផុតទៅតែបែរជាគ្មានរាងកាយទៅវិញព្រោះពេលនេះគាត់គ្រាន់តែជាវិញ្ញាណត្រឹមតែភ្ញាក់ដឹងខ្លួនគ្រប់ពេលវេលាហើយរស់នៅទាំងអស់សង្ឃឹមបែបនេះរហូតដល់ថ្ងៃមួយស្រាប់តែគាត់បានឃើញពន្លឺដ៏ធំមួយនៅឯនីដ៏ខ្មៅងឹតចិនយានផ្ដោតភ្នែកសម្លឹងមើលទៅឃើញថាខ្សែពន្លឺនោះគឺជាព័ត៌មានក្តៅគប់ប្រចាំថ្ងៃគ្រោះថ្នាក់នៃការពិសោធន៍ប្រព័ន្ធលីនជឹងអ្នកវិទ្យាសាស្ត្រចិនយានត្រូវបានបញ្ជាក់ថាបានស្លាប់ស្មានថាចិនយានឃើញព័ត៌មាននេះហើយនឹងឈឺចាប់តែផ្ទុយទៅវិញគាត់បែរជាត្រេកអរជាប្រញាប់សម្លឹងមើលទៅឆ្ងាយថែមទៀតហើយក៏ត្រូវភ្ញាក់ផ្អើលពេលឃើញពន្លឺនៅឆ្ងាយនោះតែជាព័ត៌មាននៅលើអ៊ីនធឺណិតពន្លឺទាំងនោះមានដូចជាវេទិកាពិភាក្សាការផ្សាយផ្ទាល់ព័ត៌មានសេចក្តីជូនដំណឹងរបស់ទីក្រុងនៃបណ្ដាញសង្គមចិនយាន3ដូចជាស្រវាបានចម្បាំងសង្គ្រោះជីវិតគាត់ស្ទុះទៅរកខ្សែពន្លឺទិន្នន័យទាំងនោះយ៉ាងឆ្កួតលីលាមិនបាច់ជួយទេខ្ញុំអាចចេញទៅបានហើយ
ស្រាប់តែក្មេងស្រីម្នាក់ពុកដែលបានស្លាប់ទៅមួយខែហើយនោះជាផ្ញើសារមកឲ្យនាងពុកគឺជាពុកណាពុកមិនទាន់ស្លាប់ទេពុកត្រូវបានគេឃុំទុកនៅក្នុងប្រព័ន្ធដងងឹតនេះប្រញាប់ជួយពុកផងក្មេងស្រីឃើញបែបនេះក៏មានអារម្មណ៍ថាមិនគួរឲ្យជឿនាងបានឃើញនឹងភ្នែកផ្ទាល់ថាសពរបស់ឪពុកត្រូវបានបូជារួចរាល់ហើយតែពេលនេះអាចមិនទាន់ស្លាប់យ៉ាងម៉េចកើតថែមទាំងផ្ញើសារមកប្រាប់ថាឪពុកត្រូវជាប់គាំងនៅក្នុងខ្លោចទៀតពួកបោកប្រាស់តាមអេសោះចិននាងគិតថាមានគេលេងសើចធ្វើបាបនាងព្រោះសពរបស់ឪពុកនាងបានបូជាបាត់ទៅហើយនាងក៏លុបសារនោះចោលភ្លាមតែម្ដងសារត្រូវបានលុបចោលឪពុកដែលនៅក្នុងខ្លោចឃើញបែបនេះក៏គាំងភ្លាមនាងពុកពិតជានៅទីនេះមែនណាដោយគ្មានជំរើសចិនយានព្យាយាមផ្ញើសារទៅកូនស្រីម្ដងទៀតតែលទ្ធផលគឺកូនស្រីបដិសេធមិនទទួលសារទាំងអស់ឃើញបែបនេះចិនយានខកចិត្តជាខ្លាំងតែសំណាងល្អពេលនោះគាត់ស្រាប់តែនឹកឃើញត្រូវហើយនៅមានក្រុមស៊ើបអង្កេតរបស់ក្រុមហ៊ុនតាឲ្យតែមានគេស៊ើបអង្កេតជើមីងខ្ញុំនឹងនៅតែមានឱកាសមិនយូរប៉ុន្មានក្រុមស៊ើបអង្កេតទទួលបានអ៊ីមែលអាតកំបាំងមួយខ្ញុំគឺចិនយានខ្ញុំមិនទាន់ស្លាប់ទេវិញ្ញាណរបស់ខ្ញុំជាប់គាំងនៅក្នុងប្រព័ន្ធ Cloud Lin ចឹងជើមីងបានកាត់ផ្តាច់ការបញ្ជូនទិន្នន័យរបស់ខ្ញុំត្រឡប់មកវិញរាងកាយរបស់ខ្ញុំត្រូវបានគេបូជាទាំងខុសឆ្គងសូមស៊ើបអង្កេតគ្រោះថ្នាក់នៃការពិសោធន៍លីនចឹងជាបន្ទាន់ប្រធានលីងការីកានេះរៀងចម្លែកបន្តិចហើយក្រុមស៊ើបអង្កេតបានរកឃើញទាំងភ្ញាក់ផ្អើលគេរីកាថាវិញ្ញាណរបស់ខ្លួនត្រូវបានជាប់គាំងនៅក្នុងប្រព័ន្ធបណ្ដាញនៅលើ Cloud ហើយសូមឲ្យក្រុមស៊ើបអង្កេតជួយទាញយកវិញ្ញាណរបស់ខ្លួនចេញពីប្រព័ន្ធបណ្ដាញមកវិញវិញ្ញាណរបស់ខ្ញុំជាប់គាំងនៅក្នុងប្រព័ន្ធ Cloud Lin ចឹងប្រធានលីងការីកានេះរៀងចម្លែកបន្តិចហើយប្រធានលីងទើបតែធ្លាប់ឃើញការីកាដ៏ចម្លែកបែបនេះជាលើកក៏ប្រញាប់មកពិនិត្យអ៊ីមែលរបស់ចិនយានដែលជាអ្នករីកាដោយផ្ទាល់ស៊ើបរកព័ត៌មានរបស់ចិនយានមើលលទ្ធផលគឺបើមិនស៊ើបមិនដឹងឡើយតែលុះស៊ើបទៅស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងចិនយានភេទប្រុសអាយុ42ឆ្នាំជាអ្នកស្រាវជ្រាវចម្បងនៃប្រព័ន្ធលីនចឹងបានស្លាប់បាត់បង់ជីវិតហើយសពត្រូវបានបូជារួចរាល់មនុស្សស្លាប់ប្តឹងរាយការណ៍ពីខ្លួនមិនទាន់ស្លាប់ទេច្បាស់ជាការលេងសាច់ហើយកុំអាលសន្និដ្ឋានលឿនពេកខ្ញុំមានអារម្មណ៍ថារឿងនេះមានអ្វីមិនស្រួលហើយប្រញាប់ខលទៅលេខទូរស័ព្ទដែលផ្ញើសាររាយការណ៍នេះភ្លាមទៅតែខាងនោះប្រាប់ថាជាលេខមិនទាន់បើកដំណើរការលេខទេឬក៏ជាលេខនិមិត្តតោះទៅរកកូនស្រីគាត់ឈិននានមិនយូរប៉ុន្មានក្រុមស៊ើបអង្កេតក៏មកដល់ផ្ទះរបស់ឈិននាងប្រធានក្រុមលីនបានប្រាប់គេបានទទួលអ៊ីមែលពីឪពុកដែលស្លាប់ទៅហើយរបស់នាងសារនេះខ្ញុំក៏ធ្លាប់ទទួលបានដែរច្បាស់ជាការលេងសើចហើយខ្លឹមសារគឺដូចគ្នាបេះបិទនិយាយថាពុកខ្ញុំមិនទាន់ស្លាប់ទេថាគាត់ជាប់នៅក្នុងប្រព័ន្ធ Cloud ឈួតលប់អីនោះហើយប្រាប់ឲ្យខ្ញុំទៅជួយគាត់តាសារនោះនៅសល់ទេលុបចោលហើយដំណឹងស្លាប់រស់របស់ពុកនាងសោះមិនក៏នាងលុបចោលទៅវិញពុកខ្ញុំស្លាប់បាត់ទៅហើយពេទ្យថាគាត់ស្លាប់ខួរក្បាលទៅហើយវាដូចជារឿងរន្ធត់អីចឹងសាកសពរបស់គាត់គឺខ្ញុំជាអ្នកវិយកមកវិញផ្ទាល់ឥឡូវពួកលោកបែរជាមកប្រាប់ខ្ញុំថាគាត់ប្រហែលជានៅរស់បើវាជារឿងពិតចុះសារដែលខ្ញុំលុបចោលនោះជាអ្វីជាជីវិតរបស់ពុកខ្ញុំមែនទេធាតុគាត់នៅទីនោះតាពួកលោកចង់ឲ្យខ្ញុំជឿយ៉ាងម៉េចទៅកញ្ញាឈិនខ្ញុំមិនមែនមកបង្ខំឲ្យនាងជឿទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាការស្លាប់របស់ពុកនាងអាចគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះបើទទួលបានសារអ្វីទៀតកុំលុបឲ្យសោះហើយប្រញាប់តាក់ទងមកខ្ញុំភ្លាមប្រព័ន្ធអេលីនជីងនឹងធ្វើឲ្យការស្លាប់คล้ายជាអតីតកាលមនុស្សជាតិជិតឈានចូលដល់យុគសម័យអមតៈហើយប្រព័ន្ធអេលីនជីងធ្វើឲ្យការស្លាប់คล้ายជាអតីតកាលមនុស្សជាតិជិតឈានចូលដល់យុគសម័យអមតៈហើយអ្នករាល់គ្នាឲ្យចាប់ពីថ្ងៃនេះទៅមនុស្សជាតិលែងខ្លាចការស្លាប់ទៀតហើយប្រព័ន្ធអេលីនជីងអាចបញ្ជូនស្មារតីរបស់មនុស្សទៅកាន់ប្រព័ន្ធ Cloud បានទោះបីជារូបកាយត្រូវរលាយបាត់ទៅក៏ដោយតែស្មារតីនឹងនៅតែមានវត្តមានជារៀងរហូតមិនចាស់មិនស្លាប់មិនរលត់សូន្យគឺរស់នៅជាអមតៈ
រឿងនេះទៅរួចយ៉ាងម៉េចកើតក្រោយពេលឈិនយានស្លាប់ទៅមិននឹកស្មានថាចៅមីងអាចធ្វើគម្រោងនេះបានសម្រេចមែនទែនសោះចៅមីងជាមិត្តរួមការងាររបស់ពុកខ្ញុំគាត់ជាបងប្អូនល្អបំផុតរបស់ពុកខ្ញុំពេលខ្លះកាន់តែជាបងប្អូនល្អកាន់តែងាយមានរឿងខ្ញុំដឹងថាអ្នកទាំងអស់គ្នានៅតែមានមន្ទិលសង្ស័យដូច្នេះថ្ងៃនេះខ្ញុំនឹងធ្វើការពិសោធន៍ជាសាធារណៈនៅទីនេះផ្ទាល់តែម្ដងតើមានអ្នកណាស្ម័គ្រចិត្តសាកល្បងប្រព័ន្ធលីងជីងនេះដោយឥតគិតថ្លៃទេក្រោយពេលសាកល្បងចប់ខ្ញុំនឹងជូនរង្វាន់ផ្ទាល់ខ្លួនចំនួន100,000 យន់ ឲ្យ100,000 យន់មែននឹងវារលួយឲ្យភ្លាមនៅទីនេះតែម្ដងអញ្ចឹងខ្ញុំសុំសាក តើគាត់ឈួតទេដឹងធ្វើបែបនេះអាចស្លាប់មនុស្សបានណានេះមិនមែនជាការឈួតទេគឺសន្តិសុខក្រីក្រម្នាក់នេះសុខចិត្តធ្វើដើម្បីតែលុយ100,000 យន់រហូតដល់ថ្នាក់ហ៊ានបញ្ជូនស្មារតីរបស់ខ្លួនទៅកាន់បណ្ដាញដើម្បីជាការបង្ហាញថាស្មារតីពិតជាអាចរស់នៅក្នុងប្រព័ន្ធ cloud បានមែនខ្លាចជាអំដោយមិនដឹងខ្លួនតតែសោះថាការធ្វើបែបនេះមានហានិភ័យខ្ពស់ទេដឹងធ្វើបែបនេះអាចស្លាប់មនុស្សបានណាប្រាក់ចូលកាន់នៃចំនួន100,000 យន់គាត់មានលុយវះកាត់ឲ្យម៉ែខ្ញុំហើយ បណ្ឌិតចៅខ្ញុំមិនស្លាប់ដោយសាររឿងនេះទេមែនទេមិនស្លាប់ទេឯងគ្រាន់តែទៅមើលពិភពលោកមួយទៀតមួយផ្លែតប៉ុណ្ណោះពេលឯងត្រឡប់មកវិញឯងនឹងក្លាយជាមនុស្សដំបូងគេបង្អស់លើលោកដែលបានសាកល្បងជីវិតអំដាក់ជាសាធារណៈសូមអ្នកទាំងអស់គ្នាមកធ្វើជាសាក្សីនៃប្រវត្តិសាស្ត្រ កំពុងបំបែកស្មារតីបង្ហោះស្មារតីជោគជ័យការភ្ជាប់ cloud មានស្ថិរភាពស្មារតីរបស់ប្រធានបទសាកល្បងអាចតាក់ទងបានហើយ តើអាចជឿខ្ញុំនិយាយទេខ្ញុំគឺជាសន្តិសុខអំបញ្ញមិញហ្នឹងខ្ញុំមើលហើយច្បាស់ណាស់អូឥឡូវជោគជ័យហើយមែនទេឯងពិតជាយកខុសធំហើយនៅទីនេះគ្មានអ្វីតតែសោះខ្ញុំមើលមិនសូវច្បាស់ទេខ្ញុំគ្មានដៃគ្មានជើងទេ បណ្ឌិតចៅប្រញាប់ឲ្យខ្ញុំត្រឡប់ទៅវិញទៅកុំខ្លាចអីភាពអស្ចារ្យពិតប្រាកដនៃប្រព័ន្ធលីនជាមិនមែនត្រឹមតែរក្សាទុកស្មារតីនោះទេគឺការបង្កើតពិភពលោកថ្មីមួយបង្កើតបរិស្ថានរស់នៅសុខនិមិត្ត ឈឺណាស់ទេមិនមែនទេនេះមិនមែនជាការជិះចាប់ទេវាជាអារម្មណ៍ដែលប្រព័ន្ធផ្ដល់ឲ្យខ្ញុំសោះឥឡូវនេះតើឯងចង់បានអ្វីខ្ញុំរៀងឃ្លានបន្តិចហើយចង់ញ៉ាំអីឆ្ងាញ់ម្ដងកំពុងបង្កើតទិដ្ឋភាពភោជនីយដ្ឋាន មានរឿងអីខ្ញុំគ្មានលុយទេកែប្រែច្បាប់នៃការចំណាយនៅក្នុងទិដ្ឋភាពនេះអ្នកប្រើប្រាស់មិនចាំបាច់បង់ប្រាក់ឡើយច្បាប់ត្រូវបានកែប្រែរួចរាល់ភ្ញៀវកិត្តិយសអញ្ជើញចូលមកខាងក្នុងមកថ្ងៃនេះជាថ្ងៃបើកហាងថ្មីមិនគិតថ្លៃទាំងអស់
នៅក្នុងជីវិតពិតខ្ញុំមិនបានញ៉ាំឆ្ងាញ់បែបនេះយូរហើយតែចង់បានអ្វីទៀតទេកាលពីក្មេងក្តីស្រមៃដ៏ធំបំផុតរបស់ខ្ញុំគឺចង់ក្លាយជាអ្នកខ្លាចដែលមានក្បាច់គុណគ្មានគូប្រៀបជុំយៈនេះមិនមែនជាពិភពនិមិត្តធម្មតាទេនេះគឺការបង្កើតសុបិនតាមរយៈស្មារតីអាចក្លាយជាព្រះដ៏មានអំណាចនៅក្នុងពិភពលោកនេះតើឯងចង់បានអ្វីទៀតខ្ញុំមុខមាត់មិនស្អាតទេលុយក៏គ្មានសូមបងប្អូនជួយ comment ពាក្យដនិងជួយចុច follow page like share និង comment ឲ្យ admin ផងដើម្បីឲ្យ admin មានកម្លាំងចិត្តដាក់រឿងសម្រាយឲ្យជារៀងរាល់ថ្ងៃអរគុណសម្រាប់ការតាមដាននិងស្រឡាញ់ចូលចិត្ត